គឺជាព្រឹត្តិការណ៍ដ៏កម្រនិងគួរឲ្យរំភើបដែលកម្របានឃើញនៅលើទឹកដីប្រវត្តិសាស្ត្រនៃប្រាសាទសម្បូរព្រៃគុកតាំងពីព្រឹកព្រលឹមមនុស្សរាប់ពាន់នាក់បានជួបជុំគ្នាយ៉ាងអធិកអធមដើម្បីចូលរួមកម្មវិធីខួបលើកទី9ប្រាសាទសម្បូរព្រៃគុកបានដាក់ចូលបញ្ជីបេតិកភណ្ឌពិភពលោកព្រឹត្តិការណ៍កីឡានិងទេសចរមួយនេះពិតជាមានន័យរដ្ឋបាលខេត្តកំពង់ធំបានរៀបចំព្រឹត្តិការណ៍ជិះកង់ឆ្លងកាត់ឧបសគ្គនៅតាមតំបន់ប្រាសាទសម្បូរព្រៃគុកដែលជាបេតិកភណ្ឌពិភពលោកទៅនឹងនេះកម្មវិធីរត់និងជិះកង់តាមផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈនៃអាណាចក្រចេនឡាមុនសម័យអង្គរព្រឹត្តិការណ៍នេះកាន់តែអធិកអធមដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីនៃក្រសួងទេសចរព្រមទាំងឯកឧត្តមនិងលោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការកីឡាករកីឡាករនីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាច្រើនរាប់ពាន់នាក់បានអញ្ជើញចូលរួមយ៉ាងកុះករនេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេប៉ុន្តែក៏ជាការផ្សព្វផ្សាយពីសក្តានុពលទេសចរវប្បធម៌បេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកការរត់និងការជិះកង់ឆ្លងកាត់ព្រៃនិងតំបន់ប្រាសាទរាប់ពាន់ឆ្នាំបានផ្ដល់នូវបទពិសោធន៍យ៉ាងអស្ចារ្យដែលភ្ជាប់ជាមួយនឹងបច្ចុប្បន្នទៅអនាគតនេះគឺជាមោទនភាពមួយទៀតរបស់កម្ពុជាដែលបានបង្ហាញអំពីបេតិកភណ្ឌវប្បធម៌ទាំងកីឡានិងវិស័យកីឡាអាចរួមគ្នាបង្កើតព្រឹត្តិការណ៍យ៉ាងអស្ចារ្យទាក់ទាញភ្ញៀវទេសចរជុំវិញការអភិរក្សសម្បត្តិដ៏មានតម្លៃមួយនេះឲ្យនៅស្ថិតស្ថេរគង់វង្សរហូត